ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាសសូមអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាព្រះអង្គធំចាសនៅលើខ្នងភ្នំគូលែនជាមួយនាងខ្ញុំទាំងអស់គ្នាចាសទស្សនភាពចន្ទាឡើងទៅកាន់ព្រះអង្គធំគឺស្រស់ស្អាតមែនទែនបងប្អូនចាសគេមានធ្វើជាបង្កាន់ដៃនាគនិងមានធ្វើជាចាសច្រកទ្វារដែលមានកំពូលចាស5នៅពាក់កណ្ដាលចន្ទាដែលយើងឡើងទៅខាងលើចាអមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតមានថ្មមានដើមឈើជាច្រើននៅរាប់សងខាងនៃចន្ទាបងប្អូនចាគឺធ្វើឲ្យទស្សនភាពនៃច្រកចូលទៅកាន់ព្រះអង្គធំគឺកាន់តែមានសម្រស់មួយកម្រិតទៀតចាឥឡូវយើងបានមកដល់កន្លែងព្រះអង្គធំហើយបងប្អូនចានេះគឺយើងថតពីខាងក្រោមឡើងទៅខាងលើចាព្រះអង្គធំគឺបានកសាងឡើងចេញពីចាពើងថ្មភក់ដ៏ធំហើយខ្ពស់មួយចាគឺខ្ពស់មែនទែនបងប្អូនចានេះគឺជាទស្សនភាពដែលយើងថតពីខាងក្រោមឥឡូវអញ្ជើញបងប្អូនទៅទស្សនាចានៅខាងលើជាមួយនាងខ្ញុំទាំងអស់គ្នាចាហើយនាងខ្ញុំនឹងជម្រាបជូនបងប្អូននៅប្រវត្តិខ្លះៗរបស់ព្រះអង្គធំចាព្រះអង្គធំគឺជាទីកន្លែងដ៏ស័ក្តិសិទ្ធិមួយចាក្នុងចំណោមទីកន្លែងដ៏ស័ក្តិសិទ្ធិជាច្រើននៅលើចាក្នុងភ្នំគូលែនបងប្អូនចាហើយព្រះអង្គធំក៏ជាទីកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលគាត់អញ្ជើញមកលេងភ្នំគូលែនគឺមិនរំលងនៅកន្លែងព្រះអង្គធំនេះទេបងប្អូនចាឥឡូវយើងឡើងមកដល់ខាងលើហើយបងប្អូនចាគឺទេសភាពស្រស់ស្អាតមែនទែនបងប្អូនចាអញ្ចឹងអញ្ជើញបងប្អូនចូលមកទស្សនាខាងក្នុងទាំងអស់គ្នាចាឥឡូវយើងបានមកដល់កន្លែងចារូបសំណាកព្រះអង្គធំហើយចាគឺពិតជាធំដូចឈ្មោះមែនទែនបងប្អូនចាហើយព្រះអង្គធំគឺបានកសាងឡើងនៅសតវត្សទី16ចាក្នុងរាជ្យព្រះបាទអង្គច័ន្ទចាសម័យលង្វែកព្រះអង្គធំគឺកសាងឡើងចេញពីថ្មភក់ដែលមានប្រវែង9.70 ម៉ែត្រនិងទទឹង2.30 ម៉ែត្របងប្អូនចាហើយចំពោះព្រះនេត្ររបស់ព្រះអង្គគឺពីទៅតែកសាងគឺគេដាក់ត្បូងពេជ្រនៅក្នុងហ្នឹងបងប្អូនចាប៉ុន្តែបច្ចុប្បន្នគឺមិនមានទេគឺដាក់តែត្បូងធម្មតាទេដោយសារតែត្បូងពេជ្រចាកាលពីដើមគឺត្រូវបានចោលកោះយោបាត់ហើយបងប្អូនចាហើយទីនេះក៏មានជាតាំងជាព្រះសិរីរិកធាតុបងប្អូនចានេះនៅមុខនឹងព្រះអង្គធំដែរចាគឺព្រះសិរីរិកធាតុរបស់ព្រះពុទ្ធបងប្អូនចាហើយព្រះអង្គធំនេះដែរគឺចាប់ផ្ដើមកសាងឡើងនៅពេលដែលព្រះបាទអង្គច័ន្ទចាបានធ្វើជ័យជំនះឈ្នះជាមួយនឹងពួកសៀមចាទ្រង់ក៏បានឡើងមកកាន់រាជធានីចាអន្តរបរពតដែលជារាជធានីចាស់របស់ខ្មែរយើងចានៅពេលដែលទ្រង់ឡើងមកដល់ចាទ្រង់ឃើញមានពើងថ្មដ៏ធំហើយខ្ពស់មួយនេះចាទ្រង់ក៏ចាមានចិត្តចង់ឆ្លាក់រូបព្រះពុទ្ធនៅលើពើងថ្មដើម្បីធ្វើជាទីសក្ការៈចាដោយសារតែព្រះអង្គច័ន្ទរាជាគឺទ្រង់ចាកាន់នឹងគោរពសាសនាព្រះពុទ្ធចាចំពោះផ្ទាំងថ្មដែលនៅខាងក្រោយគឺគេមិនបានឆ្លាក់ជារូបរាងអ្វីទេបងប្អូនចាគឺទុកនៅជាទ្រង់ទ្រាយថ្មធម្មជាតិដដែលបងប្អូនចាអរគុណច្រើនបងប្អូនវីដេអូនាងខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ដែរចាក៏សូមអរគុណបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំនាងខ្ញុំនឹងបន្តថតជូនបងប្អូនទស្សនានៅទីកន្លែងជាច្រើនដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងឲ្យបងប្អូនបានស្គាល់និងបានដឹងចាក៏សូមបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីជាកម្លាំងចិត្តធ្វើវីដេអូបន្តជូនបងប្អូនទស្សនាចាជាបន្តបន្ទាប់ទៀតចា
ក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាប